សូមជូនរឿងចៅចិត្តជាកាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាចៅចិត្តជាលុះក្មេងនោះចម្រើនធំឡើងឪពុកស្លាប់ទៅនៅតែជាមួយម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាវាតែងដើររកលួចទ្រព្យសម្បត្តិទាំងពួងមេដាទូមានព្រានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាមទើបមេដាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តដើរតែលួចទ្រព្យគេយកមកចិញ្ចឹមមេដានិងអាត្មាគ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់សោះថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោងឲ្យសេនាបតីនាម៉ឺនសពមុខមន្ត្រីចូលគាល់ទ្រង់មានព្រះរាជអង្ការថាមានខេត្តមួយនៅទំនេរពុំទាន់មានឈ្មោះណាទៅឈររក្សាបើអ្នកណាយកប្រាក់40កហបណៈមកដាក់ក្នុងឃ្លាំងយើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុករក្សាខេត្តនោះស្ដេចក៏យាងចូលព្រះបរមរាជវាំងវិញគ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះវិញដេកកើតទុកចង់ធ្វើជាចៅហ្វាយស្រុកនោះពន់ពេកលុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថានាងអើយឥឡូវនេះស្ដេចមានព្រះរាជអង្ការថាបើឈ្មោះណាមានប្រាក់40កហបណៈថ្វាយព្រះអង្គដាក់ក្នុងឃ្លាំងទ្រង់ឲ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្តមួយដែលទំនេរភរិយាឆ្លើយថាអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើជាចៅហ្វាយស្រុកណាស់តែសពថ្ងៃយើងក្រីក្រតោកយ៉ាក់ពេកនឹងរកប្រាក់ថ្វាយស្ដេចពុំបានទេនិយាយហើយពួកគេទាំងពីរក៏ទៅបន់ទេវតាថាសូមទេវតាជួយខ្ញុំឲ្យបានប្រាក់40ខបណៈថ្វាយស្ដេចខ្ញុំនឹងបានធ្វើចៅហ្វាយស្រុកនៅគ្រានេះហើយពេលនោះអាចោចិត្តជាវាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះវាបានលឺដូច្នោះមានចិត្តអាណិតក៏យកប្រាក់40កហបណៈពីផ្ទះវាពេជ្រនិងសំណាត់សម្ពុតជាតិមកលុកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់ទៅផ្ទះវិញលុះភ្លឺច្បាស់មន្ត្រីនោះភ្ជាក់ឡើងប្រឡេកមើលទៅឃើញបង្វិចសម្ពុតក៏ចាប់ផ្ដើមស្រាយមើលឃើញប្រាក់40កហបណៈអរណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហបណៈហើយគឺទេវតាឲ្យប្រពន្ធស្ទុះមកឃើញច្បាស់ក៏មានចិត្តត្រេកអរពន់ពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កហបណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្តនោះតទៅឯអាចោចិត្តជាការបដិងថាមន្ត្រីនោះបានធ្វើជាចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់វាបានម្ចាស់ទ្រព្យនាំអាចោចិត្តជានោះទៅជូនចៅហ្វាយស្រុកចៅហ្វាយស្រុកបង្គាប់មេគុកឲ្យដាក់ច្រវាក់ឃុំទុកក្រោមផ្ទះរបស់គាត់វេលាយប់ស្ងាត់អាចោចិត្តជានិយាយតែម្នាក់ឯងថាអោហេតុតែឯងមានចិត្តអាណិតគេចង់ធ្វើជាចៅហ្វាយស្រុកខ្លួនឯងប្រឹងយកប្រាក់40កហបណៈវិចនិងសំណាត់ឈើយកមកឲ្យគេទាំងយប់ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយគេមិនមេត្តាករណាឯងបន្តិចសោះគេដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាអាចោចិត្តជានិយាយតែពាក្យដដែលម្នាក់ឯងមិនឈប់សោះឯចៅហ្វាយស្រុកនិងប្រពន្ធបានឮចៅនិយាយដូច្នោះក៏ប្រឹក្សាគ្នាថាចៅវានិយាយនេះត្រូវដូចរឿងខ្លួនយើងគួរឆ្ងល់ណាស់គួរតែយើងចុះទៅសួរវាឲ្យបានជាក់ច្បាស់ទើបចៅហ្វាយស្រុកចុះពីផ្ទះទៅសួរចៅនោះថាយើងឮឯងនិយាយរឿងអីយើងស្ដាប់បានខ្លះចូលឯងនិយាយរឿងនោះឲ្យយើងស្ដាប់ក្នុងវេលានេះតាមពិតមកទើបអាចោចិត្តជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចទ្រព្យរបស់គេរាល់យប់មកចិញ្ចឹមជីវិតការលោកនៅជាមន្ត្រីតូចពុំទាន់បានធ្វើជាចៅហ្វាយស្រុកវេលាយប់មួយនោះខ្ញុំដើរចូលលួចគេហើយមកអង្គុយក្រោមផ្ទះរបស់លោកឮលោកនិយាយនឹងប្រពន្ធថាយើងបានប្រាក់40កហបណៈមកពីណាថ្វាយស្ដេចឲ្យធ្វើចៅហ្វាយស្រុកខេត្តមួយប្រពន្ធលោកថាយើងក្រីក្រម្លេះនឹងបានពីណាខ្ញុំឮដូច្នេះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហបណៈពីផ្ទះវិចនឹងសំណាត់ជាតិមកដាក់ចិត្តក្បាលដំណេកទុកជូនលោកខ្ញុំត្រឡប់ទៅវិញថ្ងៃក្រោយឮគេនិយាយថាលោកបានធ្វើជាចៅហ្វាយស្រុកខ្ញុំក៏មកលួចក្នុងខេត្តនេះគេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកក៏ធ្វើទោសខ្ញុំមិនប្រណីសោះចៅហ្វាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យហើយថាអោអាសម្លាញ់អើយឯងនិយាយនេះពិតប្រាកដមែនដែលអញបានធ្វើចៅហ្វាយស្រុកពីព្រោះតែឯងជួយអញវេលានេះឯងកុំភ័យកុំតូចចិត្តព្រឹកនេះអញនឹងដោះលែងឯងឲ្យរួចចេញពីទោសមួយទៀតឯងនឹងអញយកគ្នាជាសម្លាញ់តទៅចៅហ្វាយស្រុកសួរថាតើឯងឈ្មោះអ្វី
បរោះនោះជម្រាបថាខ្ញុំឈ្មោះថាអាចៅចិត្តជារួចចៅវាយស្រុកក៏ឡើងទៅលើផ្ទះវិញលុះភ្លឺច្បាស់ចៅវាយស្រុកបង្គាប់មេគុកឲ្យដោះអាចៅចិត្តជារួចពីទោសហើយនិយាយថាសម្លាញ់ឯងនៅនឹងអញចុះអញចិញ្ចឹមឯងពីថ្ងៃនេះតទៅឯងកុំលួចគេទៀតអាចៅចិត្តជាឆ្លើយថារឿងលួចនេះអញមិនឈប់ទេដែលអញរួចទ្រព្យគេនោះគ្រាន់យកទៅចិញ្ចឹមមេដាមេម៉ាយចៅវាយស្រុកក៏ឲ្យប្រាក់30កហបណៈយកទៅឲ្យមេដាវាអាចៅចិត្តជាមិនព្រមយកទេចៅវាយស្រុកសួរថាផ្ទះសម្លាញ់ឯងនៅឯណាចូលអញប្រាប់អញឲ្យត្រង់មកអាចៅចិត្តជាប្រាប់ថាអញនៅផ្ទះនោះហើយលាចៅវាយស្រុកទៅផ្ទះវិញគ្រានោះលោកយមរាជនិងមន្ត្រីតូចម្នាក់កើតសេចក្តីវិវាទទាស់ទែងគ្នាជាយូរខែហើយមន្ត្រីតូចនោះគុំគិតសម្រាប់លោកយមរាជនោះឲ្យខាងតែបានមន្ត្រីតូចនោះមានស្រីបំរើម្នាក់ជាទីទុកចិត្តប្រើដូចម្ដេចបានទាំងអស់ស្រីបំរើខំផ្គាប់គុណចៅវាយមិនឲ្យទាស់ចិត្តទេវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបំរើថាវេលានេះចូលឯងអាណិតអញពីព្រោះអញស្អប់លោកយមរាជណាស់អញចង់សម្លាប់ចោលតែមិនដឹងរកអ្នកណាជួយរឿងនេះបានសប្តាហ៍ថ្ងៃអញឃើញតែឯងមានប្រាជ្ញាហើយមន្ត្រីនោះបង្គាប់ស្រីបំរើថាចូលឯងចេញពីផ្ទះអញទៅរកប្រាក់លោកយមរាជនៅនឹងគេចុះរួចឯងខំផ្គាប់គុណគេឲ្យដោយការនៅនឹងអញបើឯងបំរើខាងក្រៅលោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាលឯងត្រូវចូលបំរើខាងក្នុងលុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាលោកយមរាជនោះដេកលក់ចូលឯងរំលាយសំណឲ្យក្តៅពុះរួចយកទៅចាក់ក្នុងមាត់ទៅលោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយបើឯងធ្វើបានដោយគំនិតនេះអញនឹងចេញប្រាក់លួសឯងយកមកវិញឲ្យរួចពីខ្ញុំគេស្ត្រីបំរើនោះទទួលការសពគ្រប់វេលាយប់នោះអាចៅចិត្តជាដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីនោះនិយាយបង្គាប់ស្រីបំរើឲ្យសម្លាប់លោកយមរាជដូចម្ដេចក៏វាស្ដាប់បានការទាំងអស់ថ្ងៃក្រោយស្រីបំរើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជនោះលោកយមរាជក៏ទទួលចេញប្រាក់លួងឲ្យនៅបំរើរៀងមកនាងនោះផ្គប់គុណខំបំរើលោកយមរាជនិងលោកជំទាវមិនឲ្យទាស់ចិត្តទេលោកយមរាជនិងលោកជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចេញចូលខាងក្នុងបំរើចិត្តដិតរៀងមកវេលាមួយនោះពេលយប់ស្ងាត់ស្រីបំរើនោះវាដឹងថាលោកយមរាជនិងលោកជំទាវសម្រានលក់ហើយវាដុតភ្លើងរំលាយសំណឲ្យពុះក្តៅហើយវាលើកសំណនោះចាក់ចូលក្នុងមាត់លោកយមរាជលោកយមរាជស្លាប់ទៅរួចវាក៏ត្រឡប់ទៅដេកតាមកន្លែងដើមវិញលុះព្រឹកឡើងលោកជំទាវភ្ញាក់បានដឹងថាប្តីខ្លួនស្លាប់ហើយក៏ស្រែកទ្រហោយំឡើងមនុស្សផ្អើលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងថាស្លាប់ពីរោគអ្វីទេដោយគ្មានស្លាកស្នាមបន្តិចសោះលោកជំទាវនោះទៅក្រាបបង្គំទូលស្ដេចតាមរឿងដែលប្តីរបស់ខ្លួនស្លាប់ព្រះរាជាទ្រង់ក៏ចាត់មន្ត្រីឲ្យមកមើលតែមិនដឹងស្លាប់ពីរឿងអ្វីព្រោះគ្មានហេតុស្លាកស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងនោះវិញព្រះរាជាទ្រង់ឲ្យយកសាកសពទៅបញ្ចុះទុកតាមការគួរក្រោយនោះជារដូវបុណ្យទ្វារទសមាសនិមឺនសពមុខមន្ត្រីចូលគាល់ព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់មានព្រះរាជអង្គការថាបើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់យមរាជបានដឹងច្បាស់ប្រាកដយើងឲ្យធ្វើជាទីយមរាជរួចទ្រង់ស្ដេចយាងចូលទៅខាងក្នុងវិញគ្រានោះចៅវាយស្រុកដែលជាសម្លាញ់អាចៅចិត្តជាចង់ធ្វើយមរាជណាស់បានទៅរកអាចៅចិត្តជាអាចៅចិត្តជាសួរថាសម្លាញ់ឯងមករកអ្វីចៅវាយស្រុកប្រាប់ថាអញមកមានការសួរឯងបន្តិចត្បិតលោកយមរាជស្លាប់ដោយឥតមាននរណាដឹងថាស្លាប់ពីរោគអ្វីទេឥឡូវស្ដេចមានព្រះរាជអង្គការថាបើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដទ្រង់នឹងឲ្យធ្វើជាទីយមរាជរឿងនេះសម្លាញ់ឯងបានដឹងដែរឬទេត្បិតអញចង់ធ្វើយមរាជណាស់អាចៅចិត្តជាឆ្លើយថារឿងនេះអញបានដឹងច្បាស់ព្រោះនៅវេលារាត្រីមួយនេះអញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះប្រាប់ស្រីបំរើម្នាក់ថាអញស្អប់លោកយមរាជពេកណាស់ចង់សម្លាប់ចោលព្រោះជាសត្រូវនឹងអញក្នុងគ្រានេះឯងត្រូវជួយអញជាប្រកបដូច្នេះឯងត្រូវចេញពីផ្ទះអញទៅរកផ្ទះលោកយមរាជនៅបើគេព្រមទទួលឲ្យនៅត្រូវឯងខំបំរើគេឲ្យត្រូវចិត្តបើគេទុកចិត្តស្និទ្ធស្នាលប្រើចេញចូលនៅខាងក្នុងវេលាណាលុះដល់យប់ស្ងាត់ឯងត្រូវដុតភ្លើងរំលាយសំណឲ្យពុះក្តៅហើយយកទៅចាក់ចូលក្នុងមាត់លោកយមរាជកំពុងដេកលក់គង់ស្លាប់មិនខានអញស្ដាប់បានចាំប្រកបណាស់
សម្លាញ់ឯងទៅទូស្ដេចតាមរឿងនេះចុះតែឲ្យគោះខ្មោចលោកយមរាជនោះមកវះមើលបើឃើញសំណនៅក្នុងពោះខ្មោចនោះមែនសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខានចៅហ្វាយស្រុកស្ដាប់បានការហើយត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយចៅហ្វាយស្រុកទៅទូស្ដេចតាមរឿងស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនោះនិងមេស្រីនោះយកមកឃុំទុកទ្រង់ឲ្យគោះខ្មោចលោកយមរាជមកវះមើលឃើញសំណនៅក្នុងពោះមែនទ្រង់ឲ្យជំនុំរឿងនោះមេនោះឆ្លើយថាខ្ញុំសម្លាប់លោកយមរាជពិតប្រាកដទ្រង់ឲ្យប្រហារជីវិតទាំងពីរអ្នកចោលទ្រង់ក៏ចាត់តាំងចៅហ្វាយស្រុកនោះឲ្យធ្វើជាទាយមរាជឯចៅហ្វាយស្រុកកាលបើបានធ្វើជាទាយមរាជហើយឲ្យបំរើទៅហៅអាចោរចិត្តជាសម្លាញ់មកលុះមកដល់ប្រាប់ថាសម្លាញ់អើយឯងមានគុណនឹងអញច្រើនណាស់ឥឡូវនេះអញបានធ្វើទាយមរាជហើយដែលអញបានធ្វើយមរាជនេះគឺដោយសារឯងជួយអញពីថ្ងៃនេះទៅឯងកុំលួចទ្រព្យគេទៀតអញចិញ្ចឹមមេដាឯងនឹងសម្លាញ់ឯងលុះអស់ជីវិតអាចោរចិត្តជាឆ្លើយថាអញសុំលួចតែម្ដងទៀតទេរួចត្រឡប់ទៅផ្ទះវិញលុះយប់អាចោរចិត្តជាក៏ទៅលួចដង្ខៅម្នាក់បានប្រាក់និងសម្ពត់អាវជាច្រើនយកទៅជូនមេដាលុះព្រឹកឡើងអាចោរចិត្តជាមកប្រាប់លោកយមរាជថាសម្លាញ់យប់មិញអញចូលលួចបានប្រាក់និងសម្ពត់អាវច្រើនណាស់ពីថ្ងៃនោះតទៅអញលះបង់ចោលរឿងរកស៊ីលួចគេហើយសម្លាញ់ឯងជឿអញចោះលោកយមរាជតបថាបើឯងឈប់រកស៊ីលួចគេនេះអញអរណាស់បើខ្វះខាតអ្វីមករកអញឲ្យឯងកុំទើសទាត់អញចិញ្ចឹមជីវិតឯងលុះអស់ជីវិតអាចោរចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅនៅរក្សាមេដាជាសុខសប្បាយលោកយមរាជនិងអាចោរចិត្តជាសម្លាញ់នឹងគ្នាស្រឡាញ់រាប់អានគ្នាចិញ្ចឹមគ្នាដល់រាប់អស់ជីវិតដូចបានសន្យាគ្នាមកបាទសូមអរគុណសម្រាប់ការចូលរួមស្ដាប់របស់ប្រិយមិត្តអរគ្នាបាទជាចុងក្រោយយើងមានសុភាសិតមួយដែលទាក់ទងនឹងរឿងចោរចិត្តជានេះដែលចាស់យើងតែនិយាយថាមនុស្សចិត្តជាតែមានគ្នាជាទីពឹងបាទសូមអរគុណសូមជម្រាបលា